សាប៊ូកាហ្វេធម្មជាតិវ៉ាចឹងណាបាទនេះគឺបាទសាប៊ូកាហ្វេដែលយើងបានធ្វើបាញ់មិញបាទជាសាប៊ូកាហ្វេធម្មជាតិ 100% បងប្អូនណាចង់បានយកទៅប្រើប្រាស់កុំភ្លេចឆាតណានេះបាទថ្ងៃនេះចែករូបមន្តបាទធ្វើសាប៊ូធម្មជាតិបាទកាហ្វេទឹកឃ្មុំប្រេងដូងនិងអំពិលទុំបាទនេះគឺជាអំបិល1ស្លាបព្រាបាទទឹកឃ្មុំ2ស្លាបព្រាបាទអំពិលទុំបាទ150ក្រាមបាទម្សៅកាហ្វេ250ក្រាមបាទប្រេងដូង100មីលីលីត្របាទទឹកឃ្មុំ1សតហើយនឹងក្រមួនបាទសាប៊ូបាទកន្លះគីឡូបាទទឹកឲ្យពុះហើយបាទអញ្ចឹងយើងបាទយកក្រមេបាទកន្លះគីឡូនេះបាទគឺយើងដាក់ចូលនៅក្នុងឆ្នាំងបាទដើម្បីងាស់ឲ្យវាក្តៅរលាយបាទក្រមួននេះហើយបានយើងលីបាទគ្រឿងផ្សំធម្មជាតិរបស់យើងបាទធ្វើបាទកូរឲ្យវាលីចូលគ្នាបាទអញ្ចឹងយើងចាប់ផ្ដើមបាទកូរឲ្យវារលាយសព្វចឹងណាបាទកម្ដៅវា70ចឹងហើយបាទ70ចឹងណាបាទយកវាចេញវាត្រជាក់តិចមកបាទចាំកម្ដៅ50% ទៅចាំយើងដាក់វាចុះសិនទៅបាទទុកបន្ទុកទៅយើងយកពេលបាទមកលាយបាទទុកឲ្យកម្ដៅបញ្ចុះកម្ដៅគឺយើងមកលាយបាទលាយគ្រឿងផ្សំរបស់យើងនេះគឺមានកាហ្វេបាទ250ក្រាមបាទលាយជាមួយទឹកឃ្មុំបាទ2ស្លាបព្រាបាទជាមួយអំបិលបាទ1ស្លាបព្រាបាទហើយនឹងអំបិលទុំបាទ150ក្រាមបាទជាមួយប្រេងដូងបាទ100មីលីលីត្របាទជាមួយបាទកាហ្វេមួយសតហើយជាមួយនឹងបាទទៀងទុយកាពើបាទចំនួន250ក្រាមបាទអញ្ចឹងយើងកូរឲ្យសព្វចូលគ្នាមកបាទកូរណាអូយយើងកូរទេថាពីចម្ងាយផងជិតណាទេវាពេលដែលវាស្ងួតឬក៏វាបាយវាអត់ទៅតាមស្តង់ដារបងប្អូនបាយបោះក៏បានដែរប៉ុន្តែបើយើងមានប្រាប់បោះគឺមានថាសាប៊ូរបស់យើងលក្ខណៈស្តង់ដារបាទទាំងកម្ដៅទាំងធាតុផ្សំផ្សេងបាទរុក្ខជាតិឱសថដែលយើងដាក់ទៅគឺវាលក្ខណៈមានគុណភាពបាទអញ្ចឹងអត់ទាន់ទេយើងឲ្យតិចតិចសិនអញ្ចឹងណាបាទឲ្យនៅសល់50ឥឡូវសល់60យើងនៅសល់ឲ្យវាថយ10ទៀតអញ្ចឹងណាបាទអញ្ចឹងចាំមួយផ្លេតផ្សំបាទមានប្រហែលមុខបងប្អូន1 2 3 4 5 6 7មុខអញ្ចឹងណាបាទ7មុខបាទ7មុខនេះ7មុខអញ្ចឹងណាបាទ7មុខធាតុផ្សំដើម្បីបានកាហ្វេធម្មជាតិដើម្បីបានសាប៊ូធម្មជាតិឥឡូវយើងបាទយើងអាចចាក់វាចូលទៅបាទអញ្ចឹងយើងកូរវាឲ្យសព្វណាបាទកូរវាបែបតនិចនាឡិកាអញ្ចឹងកុំវាកូរច្រាស់ទៅច្រាស់មកបាទ
ឈ្ងុយអូឈ្ងុយកាហ្វេបង ចាំហូប អូខេបាទអញ្ចឹងក្រោយពីយើងកូរសពអញ្ចឹងហើយបាទគឺចំណុចសំខាន់គឺយើងកុំភ្លេចបាញ់បាទបាញ់បាទដើម្បីកុំឲ្យវាដក់ហើយទីមួយវាសម្រាប់មេរោគយើងបាទអញ្ចឹងយកដាក់ចូលទៅណាបាទ rồi cái cọ này ណា cái cọ mà បាទបាទក្រោយពីយើងកលនេះមិនមែនអាកលយើងប្រើតែមានក្លិនមានជាតិកាហាយទេនេះអាកលសម្រាប់ធ្វើសាប៊ូអញ្ចឹងយើងបាញ់ដើម្បីកុំឲ្យវាពពុះហ្នឹងវាឡើងដុំអញ្ចឹងយើងបាញ់វាអញ្ចឹងទៅបាទអញ្ចឹងពេលដែលវាកកទៅវារលោងល្អបាទស្អាតបាទអូខេនេះផ្លាឥឡូវឃើញតែបានកន្លះម៉ោងក៏ពិត2ម៉ោងទៅ3ម៉ោងគេឲ្យដកប៉ុន្តែដោយសារចិត្តតន់ហន់ពេកadmin អ្នកដែលថតណាក៏តែចង់ឃើញចង់អ៊ុតមើលមកអ៊ុតទាំងអស់គ្នានេះនៅទុនលេខលាក់ដែរហ្នឹងអូយស្អាតណាស់បងប្អូននៅអេមែនតែនឃើញទេឈ្ងុយមកឈ្ងុយកាហ្វេបងឈ្ងុយកាហ្វេបាទវ៉ាវសាប៊ូកាហ្វេធម្មជាតិ